បាទជំរាបសួរពុកម៉ែបងប្អូនខ្ញុំដួងច័ន្ទដើម25ខេត្តក្រុងដើរដើម្បីជាតិដើរដើម្បីចង់ប្រាប់ទៅកាន់ពិភពលោកថាកម្ពុជាមិនទៅការសង្គ្រាមនោះទេកម្ពុជាទៅការចំបានសន្តិភាពបាទហើយរយៈពេលខ្ញុំដើរមកដល់ទឹកដីខេត្តឧត្តរមានជ័យនេះគឺចំណាយពេលរយៈពេលអស់6ខែ26ថ្ងៃហើយមកដល់ថ្ងៃនេះបាទហើយជាខេត្តឧត្តរមានជ័យនេះជាខេត្តទី24ហើយបងប្អូនជាខេត្តចុងក្រោយជាខេត្តកូនពៅដែលខ្ញុំសប្បាយចិត្តហើយខ្ញុំបានដើរមកដល់ខេត្តឧត្តរមានជ័យជាខេត្តទី24នេះហើយខ្ញុំនឹងដើរទម្លាក់ពីខេត្តឧត្តរមានជ័យនៅបំមូនិមិត្តសញ្ញាលោកតាព្រះនរាយណ៍នឹងចូលទៅរាជធានីភ្នំពេញគឺគ្រប់25ខេត្តក្រុងបញ្ចប់នៅវិមានឯករាជ្យក្នុងការដើរស្មើជើងដើរ25ខេត្តក្រុងដើរដើម្បីតម្លៃនៃសុខសន្តិភាពបាទហើយខ្ញុំក្នុងការធ្វើដំណើររបស់ខ្ញុំនេះលើពេលខ្ញុំធ្វើដំណើរចេញពីខេត្តឧត្តរមានជ័យនេះគឺខ្ញុំចេញទៅតាមផ្លូវអសរតេផ្លូវលេខ68ចាក់ឡើងទៅតាមលង្វែងបាទហើយចាក់និយាយរួមគឺសម្ដៅចូលទៅរាជធានីភ្នំពេញតែម្ដងបាទហើយសម្រាប់ក្នុងការធ្វើដំណើររបស់ខ្ញុំគឺឆ្លងកាត់ការលំបាកឧបសគ្គច្រើនណាស់រហូតមកដល់ខេត្តឧត្តរមានជ័យនេះខ្ញុំធ្វើដំណើរមក3ដងហើយបងប្អូននេះជាលើកទី3ដែលខ្ញុំបានមកធ្វើដំណើរមកដល់បាទលើកទី1ខ្ញុំធ្វើដំណើរមកដោយសារតែមានបញ្ហាតាមខ្សែបន្ទាត់ព្រំដែនអញ្ចឹងក៏បានធ្វើដំណើរមកបានទេអញ្ចឹងក៏លើកទី2ខ្ញុំព្យាយាមតដំណើរមកទៀតក៏នៅដល់មកបានទៀតអញ្ចឹងនេះជាលើកទី3ដែលខ្ញុំត្រូវបន្តដំណើរចូលមកដល់ខេត្តឧត្តរមានជ័យជាខេត្តទី24នៃគ្រប់ខេត្តទាំងអស់ខ្ញុំបានធ្វើដំណើរដល់អស់ហើយអញ្ចឹងគឺខេត្តឧត្តរមានជ័យជាខេត្តចុងក្រោយជាខេត្តទី24ខ្ញុំសប្បាយចិត្តមែនតើបាទហើយអ្វីដែលខ្ញុំសប្បាយចិត្តនេះគឺបានបងអ្នកនៅខាងសារព័ត៌មាននៅខាងខេត្តឧត្តរមានជ័យគាត់បានជួបខ្ញុំក៏គាត់បានសួរនាំក្នុងការធ្វើដំណើររបស់ខ្ញុំហើយក៏សូមអរគុណសម្រាប់បងក្រុមការងារនៅក្នុងសារព័ត៌មាននៅក្នុងខេត្តទឹកដីខេត្តឧត្តរមានជ័យសូមឲ្យទទួលបានសេចក្តីសុខនិងជោគជ័យនៅក្នុងការផ្សព្វផ្សាយព័ត៌មានសូមឲ្យមានការបងប្អូនគ្រប់គ្រងនិងច្រើនបាទហើយសម្រាប់ខ្ញុំធ្វើដំណើរដល់ទៅវិញក៏សង្ឃឹមថានឹងទទួលបានភាពជោគជ័យទៅដល់បំមុំមានឯករាជ្យបាទហើយក៏សូមឲ្យពុកម៉ែបងប្អូននៅពេលខ្ញុំធ្វើដំណើរតាមផ្លូវកុំភ័យខ្លាចខ្ញុំអីព្រោះខ្ញុំធ្វើដំណើរដើរដើម្បីសុខសន្តិភាពរបស់យើងទាំងអស់គ្នានោះទេដើម្បីតម្លៃសន្តិភាពយើងចូលរួមការពារសុខសន្តិភាពរបស់យើងទាំងអស់គ្នាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរហើយខ្ញុំសូមសនំពរថាសូមឲ្យបណ្ដាប្រទេសទាំងអស់យើងមិនមែនថាប្រទេសកម្ពុជាត្រូវការតែសន្តិភាពតែឯងទេគឺពិភពលោកគឺត្រូវការចង់បានសុខសន្តិភាពទាំងអស់គ្នាគឺតម្លៃសន្តិភាពរស់នៅក្រោមដំបូលមេឃតែមួយនៅលើពិភពលោកនេះចឹងតម្លៃសន្តិភាពនេះគឺមិនមែនត្រឹមតែប្រទេសកម្ពុជាទេគឺតម្លៃសន្តិភាពនេះគឺគ្រប់បណ្ដាប្រទេសទាំងអស់សូមបងប្អូននៅក្នុងបណ្ដាប្រទេសមនុស្សពិភពលោកទាំងអស់សូមយល់តម្លៃសន្តិភាពទាំងអស់គ្នាបាទអញ្ចឹងសម្រាប់ខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនបាទ